បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកនិយាយអំពីបញ្ហាច្រកព្រំដែនដោយបានស្ដាប់ការបកស្រាយរបស់លោកហ៊ុនម៉ាណែតពាក់ព័ន្ធជាមួយនឹងជំហររដ្ឋាភិបាលកម្ពុជាក្នុងការបើកឬបិទច្រកយើងនឹងមកដល់ពេលនេះគឺមានការបិទច្រកបណ្ដាមិនទាន់មានការបើកណាទេហើយតាមសម្ដីរបស់លោកហ៊ុនម៉ាណែតកម្ពុជានឹងបើកច្រកវិញធម្មតាប្រសិនបើថៃបើកច្រកវិញទាំងអស់តាមបន្ទាត់ព្រំដែនឲ្យដូចដើមវិញអញ្ចឹងកម្ពុជានឹងបើកតាមក្រោយគឺនៅពេលនេះយើងដឹងថាខាងភាគីថៃបានបន្តបិទព្រំដែនច្រកតូចៗតាមបន្ទាត់ជាប់គ្នារវាងខ្មែរថៃហើយកម្ពុជាក៏បិទតាមក្រោយហើយលោកហ៊ុនម៉ាណែតក៏បានបញ្ជាក់ដែរថាការបើកព្រំដែនវិញងាយទេឲ្យតែភាគីថៃបើកព្រំដែនទាំងអស់គឺបើកទាំងអស់បងប្អូនហើយបើកដំណើរការធម្មតាកម្ពុជានឹងបើកតាមក្រោយវិញធម្មតាតែបើភាគីថៃមិនបើកទេកម្ពុជាបិទតាមក្រោយថៃគឺបិទឥតកំណត់បាទនេះគឺជាជំហររបស់កម្ពុជាយើងចំពោះការបើកបិទច្រក